ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 គឺជាព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្ត្រមួយដែលត្រូវបានគេចាត់ទុកថាមានភាពពិសេសនិងប្លែកពីមុនៗតាមរយៈចំណុចសំខាន់ៗមួយចំនួន 1. សហម្ចាស់ផ្ទះ 3 ប្រទេសជាលើកដំបូងដែលព្រឹត្តិការណ៍ World Cup ត្រូវបានរៀបចំឡើងដោយប្រទេសចំនួន 3 រួមគ្នាគឺសហរដ្ឋអាមេរិក កាណាដា និងមិចស៊ិក នេះក៏ជាលើកដំបូងចាប់តាំងពីឆ្នាំ 2002 ដែលមានប្រទេសម្ចាស់ផ្ទះច្រើនជាងមុខ 2. ការពង្រីកចំនួនក្រុមចូលរួមចំនួនក្រុមជម្រើសជាតិដែលចូលរួមប្រកួតត្រូវបានដំឡើងពី 32 ក្រុមទៅ 48 ក្រុមជាលើកដំបូង ការផ្លាស់ប្ដូរនេះអនុញ្ញាតឲ្យមានប្រទេសកាន់តែច្រើនពីជុំវិញពិភពលោកបានបង្ហាញខ្លួននៅលើឆាកអន្តរជាតិ 3. ពិធីបើកនៅតាមប្រទេសនីមួយៗព្រឹត្តិការណ៍នេះនឹងមិនមានពិធីបើកតែមួយកន្លែងនោះទេប៉ុន្តែនឹងមានការរៀបចំពិធីបើកដោយឡែកពីគ្នានៅក្នុងប្រទេសម្ចាស់ផ្ទះទាំង3សហរដ្ឋអាមេរិក កាណាដា និងមិចស៊ិកមុនការប្រកួតនីមួយៗរបស់ម្ចាស់ផ្ទះចាប់ផ្ដើម 4. ការបង្ហាញខ្លួនជាលើកដំបូងដោយសារតែការបង្កើនចំនួនក្រុមចូលរួមបានផ្ដល់ឱកាសឲ្យក្រុមជម្រើសជាតិមួយចំនួនបានឆ្លងផុតវគ្គជម្រុះទៅលេងក្នុងវគ្គចុងក្រោយនៃព្រឹត្តិការណ៍ World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេរួមមានប្រទេសហ្សូដានី អ៊ូស្បេគីស្ថាន កាបូវេរដេ និងកោះកូរ៉ាសាវ 5. ទម្រង់នៃការប្រកួតជាមួយនឹងចំនួន 48 ក្រុមព្រឹត្តិការណ៍នេះនឹងមានការប្រកួតសរុបចំនួន 104 ប្រកួតក្រុមទាំង 48 នឹងត្រូវបែងចែកជា 12 ពូល 4 ក្រុមក្នុងមួយពូលហើយក្រុមកំពូលទាំងពីរក្នុងពូលរួមជាមួយក្រុមលេខ 3 ល្អបំផុតទាំង 8 នឹងឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ 6. ទីតាំងប្រកួតការប្រកួតនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងធំៗចំនួន 11 ទីក្រុងក្នុងសហរដ្ឋអាមេរិក 3 ទីក្រុងក្នុងមិចស៊ិក និង 2 ទីក្រុងក្នុងកាណាដាដែលផ្ដល់នូវបទពិសោធន៍ប្លែកៗគ្នានៅតាមតំបន់ផ្សេងៗគ្នាព្រឹត្តិការណ៍នេះត្រូវបានគេមើលឃើញថាជាយុគសម័យថ្មីនៃវិស័យបាល់ទាត់ដែលមិនត្រឹមតែជាការប្រកួតកីឡានោះទេប៉ុន្តែជានិមិត្តរូបនៃការអភិវឌ្ឍកីឡាបាល់ទាត់នៅទូទាំងពិភពលោក